ก็เธอใจเงียบแน่เนี่ยพนักมาตูซับบ้องย้ำเลยพี่ชีวิตสู้ในต่างออกนี้ยมกลอ่านเชีย Miss International Cambodia 2026ให้ថ្ងៃនេះគឺនាងខ្ញុំមកថ្នាក់បណ្ដុះបណ្ដាលនៅក្រោមការដឹកនាំរបស់ CSNJ ហើយខ្ញុំមាន challenge មួយចង់ដាក់ទៅដល់ running queen របស់ខ្ញុំហើយនឹងបងប្អូនដែលកំពុងតែរៀននៅក្នុងថ្នាក់បណ្ដុះបណ្ដាល CSNJ ចង់ដឹងថាតើគាត់អាចបំបែកនៅ challenge នឹងដែលជាអ្វីដែលខ្ញុំដាក់ឲ្យពួកគាត់ដូចជាវិញ្ញាសាដ៏ពិបាកមួយគឺរបាំក្បាច់បុរាណខ្មែរអញ្ចឹងតើគាត់មានការចាប់ទាន់បែបណាឬក៏ចង់ដឹងថាសកម្មភាពបែបណានិងចំណាប់អារម្មណ៍គាត់បែបណាយើងទៅតាមដានទាំងអស់គ្នាតោះអូឆាប់ចាំអត់មានអីដែលបណ្ដាឲ្យឆាប់ចាំផាច់ជាគ្រូកាចដែរអូខ្ញុំកាចឬអ្នកគ្រូមួយទៀតផាច់ជាខ្ញុំមែនទេអ្នកគ្រូមួយទៀតចាអ្នកគ្រូខនចាហ្នឹងហើយអត់ទៅសនាមហ្មងទៅចាអញ្ចឹងមកពីអ្នកគ្រូកាចណាមែនខ្ញុំទេណាព្រោះខ្ញុំកូនសិស្សដែរហ្នឹងព្រោះនៅក្នុងអត់ទេវាយខ្ញុំចាប់កាច់ខ្ញុំចាច់ហ្នឹងមែនទេខ្ញុំចង់ឲ្យដឹងពីកលៈអីចឹងទៅស្រួលយកទៅមើលថតអីចឹងណាចាខ្ញុំអត់សូវចាំដូចគ្នាប៉ុន្តែខ្ញុំរកកលឹះណាដើម្បីឲ្យបងបងប្អូនគាត់ចាំហ្នឹងហើយដោយសារតែគាត់របៀបកាត់មួយឃ្លាចឹងយើងមួយឃ្លាចឹងយើងស្រួលចាំហើយណាមួយមុននៅពេលដែលយើងហាត់ព្រមហ្នឹងគាត់ព្យាយាមឲ្យយើងចាំពីបទចម្រៀងហ្នឹងសិនយល់ន័យចាទៅស្រួលចាំក្បាច់អាហ្នឹងជា tip កលឹះមួយរបស់ខ្ញុំសម្រាប់ខ្លួនខ្ញុំផ្ទាល់ហើយក៏ចែកចាយទៅបន្តទៀតអរគុណបងជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំ Hel Salipi គឺជា training under CSNJ Academy ហើយនាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនតើដែលបានចូលរួម challenge នៅការរួមរបាំខ្មែរហើយនាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើដែលបានរួមជាមួយនឹងបងចាហើយមានអារម្មណ៍ថាពិបាកអត់ពិបាកដំបងពិបាកបងដំបងប៉ុន្តែដោយសារអីក្តីស្រឡាញ់របាំខ្មែរនាងខ្ញុំខិតខំដើម្បីថតវីដេអូចេញមកឲ្យស្អាតចាហើយនឹងមានវីដេអូមួយទៀតតែរងចាំតាមដានទាំងអស់គ្នាថាតើយើងនឹងមានវីដេអូពិសេសអីសម្រាប់ខែហ្នឹងហើយនៅសម្រាប់ប្រទេសកម្ពុជាយើងសម្លាក់សិនតែអត់អីទេដោយសារក្តីស្រឡាញ់បងអូនគាត់ធ្វើទៅបានល្អទាំងអស់ប៉ុន្តែខ្ញុំចង់ដឹងថាគាត់ផលពិបាកហ្នឹងអីគេខ្លះម្នាក់អីចឹងខ្ញុំចង់ដឹងដែរព្រោះដោយសារស្អែកយើងនៅមានហាត់ទៀតអូខេអរគុណអូខេអ្នកទាំងអស់គ្នាឥឡូវមកជួបអ្នកបន្ទាប់ដែលជាសិស្សប្អូនទើបតែចូលនៅក្នុងថ្នាក់បណ្ដុះបណ្ដាលនៅ CSNJ Academy យើងតោះសួរចំណាប់អារម្មណ៍គាត់ចាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះ Anatona Bergstrom ដែលខ្ញុំកំពុងតែរៀននៅសាលាបណ្ដុះបណ្ដាល CSNJ គឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តរីករាយនឹងទទួលបានឱកាសមួយនេះ and សម្រាប់ថ្ងៃហ្នឹងគឺវាជាថ្ងៃពិសេសមួយសម្រាប់ទាំងអស់គ្នាយើងបានរៀនអ្វីថ្មីជាច្រើនហើយខ្ញុំពេញចិត្តនឹងក្នុងការធ្វើវាចាចង់សួរចំណាប់អារម្មណ៍មកពេលដែលពងអាហាត់ហ្នឹងអីដែលក្បាច់អីឬក៏កន្លែងណាដែលពិបាកជាងគេហ្មងកន្លែងដែលពិបាកជាងគេគឺយើងត្រូវបត់ជើងទៅវាឈឺជើង yes បត់ជើងហើយបើសិនជាបត់ដៃគឺអត់ពិបាកទេមានតែពត់ដៃគឺវារៀងឈឺដៃបន្តិចយើងអាចរៀងញ័រប៉ុន្តែ everything is perfectly fine នេះដូច challenge ណាខ្ញុំដាក់ challenge ទៅពួកគាត់ទាំងអស់គ្នាហ្មងអញ្ចឹងមួយទៀតមានក្នុងចិត្តអីមានគុំមួយអ្នកគ្រូមួយខ្ញុំអីអត់ទេ totally fine happy ចឹងសប្បាយទាំងអស់គ្នាណាចាចាំមានន័យថាគាត់អត់ខឹងដូច running queen ខ្ញុំទេចាចឹងយើងសហការរីករាយទៅមុខទាំងអស់គ្នាណារងចាំថ្ងៃស្អែកបន្តទៀតនិយាយទៅមួយថ្ងៃគឺ1ម៉ោងស្អែកនេះក៏1ម៉ោងដូចគ្នាអញ្ចឹងចាំមើល challenge ពួកគាត់ទាំងអស់គ្នាអរគុណ yes អរគុណ bye bye អូខេអ្នកទាំងអស់គ្នាមកអ្នកបន្ទាប់សុំសួរចំណាប់អារម្មណ៍ក្នុងការហាត់រៀននៅ challenge មួយនេះរបាំបុរាណហើយណែនាំខ្លួនដំបូងចា Hello everyone, my name is Anna Nicoli and I'm a new trainee in our CSNJ Academy. So this is my first time learning Khmer traditional dance and I'm very happy to be in this academy because they teach me a lot of new stuff, things that I don't even realize that I have to learn. And learning Khmer traditional dance is very good for me because I am a Khmer
and I've never learned this in my whole entire life. So I'm very grateful that this academy offered me this, gave me this opportunity to learn my culture. អូខេអញ្ចឹងខ្ញុំសួរទៅកាន់បងអូនស្រីមួយទៀតថាមានចាប់អារម្មណ៍ក្បាច់កន្លែងណាដែលស្រឡាញ់ណាក្នុងមកយើងហាត់មិញហ្នឹងក្បាច់កន្លែងណាដែលបងអូនស្រឡាញ់ Okay. You can show. Okay, I can. You Okay. sure? You, So for my favorite part of the Apsara dance is the hands movement. It is beautiful. The way you do every movement, every action, it's very, what is it called? ជូនពរថ្វាយព្រះពរ Just the way the hands movement are, it's very... និយាយខ្មែរក៏បាន I don't know. តើឥឡូវស្រឡាញ់កន្លែងណា Okay. ស្រឡាញ់ក្បាច់កន្លែងណា Okay, my favorite... តពីនេះវិញថាស្រឡាញ់ឡើងណាអត់នឹងជួយ អូខេចឹងអញ្ចឹងបងចង់ដឹងមួយទៀតពីបងអូនថាតើក្បាច់របាំបុរាណមិញហ្នឹងផ្នែកមួយណាក្បាច់មួយណាដែលបងស្រឡាញ់ជាងគេ Yeah. So for my favorite part of the dance is the hands movement. It is very beautiful to me. The hands is what, when I see Apsara dance, the first thing that I notice is the hands. ចា Yes. អញ្ចឹងមានន័យថាចាគាត់ពេញចិត្តស្រឡាញ់នៅកន្លែងរបាំអប្សរាហើយរបាំអប្សរាគឺជារបាំក្បាច់បុរាណខ្មែរចាហើយខ្ញុំពិតជាមានក្តីកិត្តិយសខ្លាំងហើយក៏មានសប្បាយចិត្តដែរចានិយាយទៅគឺបានប្រហាត់គាត់ហើយវាជា challenge របស់ខ្ញុំមួយខ្ញុំចង់ដឹងថាតើពួកគាត់អាចធ្វើបានអត់សម្រាប់គាត់លើកទី1ហើយវាពិតជាពិបាកឯទី1ប៉ុន្តែគាត់អាចធ្វើបាននេះត្រឹមតែថ្ងៃទី1ទេអញ្ចឹងមួយទៀតពីខ្ញុំកុំខឹងបងណាពីខ្ញុំគឺខ្ញុំមើលឃើញគាត់អត់ញ៉ាំអញ្ចឹងបងឲ្យកដោអូនមួយចានេះដេកខ្មៅចាអូន special ជាងគេអូនពិសេសជាងគេអញ្ចឹងបងសុំដាក់នឹងឡៃនេះពុទ្ធិសាអូនអាសាអញ្ចឹងទៅដល់ផ្ទះគឺអញ្ចឹងរហូតតែពេលញ៉ាំបាយអូនអាចដោះចេញបានណាអូនណាចាព្រោះអាហ្នឹងវាជួយអូនបានច្រើនតែបងសង្ឃឹមថាអត់ឲ្យបាត់ទេណាចាដេកខ្មៅហ្នឹងណាចាហើយអូនខំអញ្ចឹងដូចមិញណាចាមានតែពេលញ៉ាំបាយឯងដែលយើងអត់ខំចាអូខេអរគុណមកគេអូនមូលហេតុប្រាប់មិញហើយថាគាត់អត់ញ៉ាំមិញនេះជូនកដោមួយដែលអត់ញ៉ាំហ្មងចាហ្នឹងហើយជូនកដោមួយក៏អត់ចាឥឡូវមកជួបកូនពៅតែមិនមែនជាកូនពៅទេគឺខ្ញុំជាអ្នកកូនពៅមិនវិញអត់យល់ទេឥឡូវសុំណែនាំខ្លួនមកកុំឲ្យយូរ ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះបាឡាក៏ជា training នៅ CSNJ Academy ផងដែរ ចាហើយមិនដែរក្នុងនាមដែលយើងធ្លាប់បានហាត់របាំក្បាច់បុរាណហើយអញ្ចឹងមកហាត់អញ្ចឹងមានផលលំបាកអីអត់ សម្រាប់ខ្ញុំឥឡូវនេះអត់តមានផលវិបាកទេពងស្រួលហើយអត់តមានថាកន្លែងណាដែលយើងអត់ចេះហើយក៏ចាំបានច្រើនផងដែរ ច្បាស់ ចា ឬថាតដាក់ចម្រៀងបានចេះច្រៀងហើយថាឲ្យច្រៀងម្នាក់ឯងអត់ច្រៀងទេហើយថា perfect ទាំងអស់ហើយហ្នឹងហ៎ ចា ខ្លាំងមែនកូនពៅតែខ្លាំងដូចកូនបងអញ្ចឹងធីមកូនបងធីមកូនពៅខ្លាំងដូចគ្នាស៊ូសង្ឃឹមថានឹងចេញវីដេអូទៅអ្នកទាំងអស់គ្នាតាមដានទស្សនានៅក្នុង page របស់នាងខ្ញុំនឹងក្នុង page របស់នាងខ្ញុំជាមួយនឹង page Academy តាមដាន page នាងចឹងអ្នកទាំងអស់គ្នាចាអូខេចឹងអ្នកទាំងអស់គ្នាតាមដានទាំងអស់គ្នាជាមួយនឹង page របស់នាងខ្ញុំក៏ដូចជា page Miss International Cambodia ដើម្បីចង់ដឹងថាសកម្មភាពទៅមុខទៀតបែបណានៅក្នុង Academy ថ្នាក់បណ្ដុះបណ្ដាលរបស់ CSNJ របស់យើងជួបគ្នាទាំងអស់គ្នាបាយបាយOh my god. Okay អ្នកទាំងអស់គ្នាខ្ញុំចង់ដឹងថាយ៉ាងម៉េចដែរនៅសកម្មភាពរបស់ពួកគាត់ដែលខ្ញុំដាក់ challenge មិនថា running queen មិនថាជាសិស្សប្អូនដែលនៅក្រុម CSNJ ថ្នាក់បណ្ដុះបណ្ដាលចាហើយនឹងការដែលខ្ញុំសម្ភាសពួកគាត់ម្នាក់តើបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍បែបណាអាច comment នៅក្នុង
វីដេអូនេះបានហើយពួកខ្ញុំនឹងបន្តនៅវីដេអូថ្ងៃស្អែកមួយទៀតរហូតទៅដល់ថ្ងៃចេញថតផ្លូវការមួយតែខ្ញុំសូមលាក់សិនអរគុណអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ